មន់គោកហើយមន់គោកហ្នឹងគឺទៅចែកគ្នាហើយគេថាមិនមើលឯងដូចពិបាកចិត្តណាអាមន់គោកវាសួរទៅមន់មួយទៀតណាអាមន់គោកវាឆ្លើយថាហើយមិនអោយពិបាកចិត្តមិនកើតមកជាមន់រស់ក្នុងភាពភ័យខ្លាចមិនដឹងថ្ងៃណាម្ចាស់ចាប់ស៊ីអាមន់គោកមួយទៀតថាអីឯងក៏ពិបាកចិត្តម៉ែយើងកើតមកជាមន់គោកនេះសំណាងហើយឯថាអាមន់គោកវាសួរថាចាឯងថាសំណាងអីយីមិនសំណាងម៉ែឯងមើលមនុស្សមកវេទនាកើតមកតូចត្រូវរៀនសូត្រហើយធំឡើងត្រូវប្រឹងធ្វើការធ្វើអីបានមានស៊ីយើងកើតមកជាមន់ឈ្មោះនេះកើតមកឲ្យឃើញមានចាំបាច់ចូលសាលារៀនអីដើរតែស៊ីដើរលេងស៊ីដើរលេងណាធំឡើងចង់បានប្រពន្ធឲ្យឃើញញីយកប្រមាណក៏បានដែរហើយយកប្រមាណក៏បានដែរហើយមិនដែលមានបញ្ហារឿងចុងរឿងដើមរឿងអីទេមិនដែលមានបញ្ហាទេហើយអ្វីដែលសំខាន់ទៀតណាពេលដែលមានកូនឲ្យឃើញអត់ចាំបាច់រវល់រឿងចំកូនចាំអីទេណាមេមន់មេគេចេះប្រើកូនចេះចិញ្ចឹមកូនខ្លួនគេហើយគេមិនដែលមករករឿងយើងគេមិនដែលពឹងយើងហើយក៏គេមិនដែលមកថាឲ្យយើងថាអត់ដែលចេះជួយរកស៊ីចិញ្ចឹមកូនទេគេអត់ទេអញ្ចឹងកើតជាមន់គោកហ្នឹងគឺសំណាងបំផុតហើយមន់គោកទៀតថាឯងសំណាងហើយសំណាងដែលសារឆ្លងឆ្នាំហ្នឹងគេចាប់អត់ចំឯងហ្នឹងបើឆ្លងឆ្នាំកាយឆ្លងឆ្នាំគេចាប់ចំឯងងាប់បាត់ហើយ